រាត្រីសុស្ដីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសន្តាប់នៅចម្រៀងទី30ដូចតទៅគុណគ្រូបិយោគុណមួយកូនសិស្សផុតព្រួយជាទីស្រឡាញ់ក្នុងចិត្តខ្នន់ខ្នាញ់ចាប់ចិត្តស្រឡាញ់ហៅថាមេនាប៉ោជាទីគប់ចិត្តរាប់អានស្នេហ៍ស្នាលស្និទ្ធភាវនិយោឧត្តមលេចធ្លោអភិវឌ្ឍហែហូជាគុណទី3គរុគុណ2ធ្ងន់ដោយគិរីដល់សិស្សប្រុសស្រីធ្ងន់ដោយគុណធម៌វិជ្ជាបវរស្មោះសរចំណានវុត្តាគុណ4ណែនាំខ្ជាប់ខ្ជួនអប់រំរុញច្រានសិស្សទទួលបានវិជ្ជាចប់ប្រានចាយបានប្រចាំវចនៈខមោមិនដែលស្លន់ស្លោជាគុណទី5សិស្សត្រូវចងចាំរាប់រយខែឆ្នាំអត់ធ្មត់មេត្តាគម្ពីររញ្ចកតាំងកតាគុណទី6វិសេសលេខ1សិស្សផុតទុកព្រួយងាយគិតស្រួលយល់ណូចត្ថាថានេនិយោជយេសិស្សយើងសិស្សគេផុតទុកកង្វល់ឲ្យខំរៀនសូត្របំបត្តិងឿងឆ្ងល់ឲ្យសិស្សឆ្វេងយល់មេគាត្រឹមត្រូវនិពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី18ខែ9ឆ្នាំ2011អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្ដីសូមជម្រាបលា